là ta ngàyនេះខ្ញុំមកនិយាយរឿងថាធ្វើម៉េចទៅមានទេវតាមកថែរក្សាយើងយ៉ាងពិតប្រាកដណាស់មែនឡើយណាគឺទី1យើងត្រូវធ្វើម៉េចខ្លះមែនឡើយគឺយើងត្រូវមានគុណសម្បត្តិគេហៅគុណសម្បត្តិដែលមនុស្សភាគច្រើនអត់មានស្គាល់នឹងហ្នឹងមែនឡើយមិនមែនតាក់ទងថាមែនឡើយត្រូវតែធ្វើបុណ្យច្រើនគឺទេវតាមកថែរក្សាកាន់សិលឲ្យបានច្រើនជួយគេឲ្យបានច្រើនទើបមនុស្សទៅទេវតាមកថែរក្សាមែនទេមែនឡើយណាការដែលយើងភាវនាធម៌ច្រើនបើយើងភាវនាធម៌ហើយយើងសូត្រមន្តហើយសូត្រដើម្បីបំណងពងចេះពងចុះក៏ទេវតាអត់មកយើងធ្វើបុណ្យយើងបានតែបុណ្យទេមែនឡើយសំខាន់ហ្មងគឺយើងមានមេត្តាចិត្តមានមេត្តាទៅចំពោះអ្នកដទៃមេត្តាដែលបរិសុទ្ធសួរខ្លួនឯងថាធ្លាប់ជួយអ្នកណាដែលមិនបាច់គិតថាផលត្រូវតែបានត្រូវតែគេដឹងគុណត្រូវតែគេតបស្នងឲ្យធ្លាប់ជួយបែបហ្នឹងហ៎តែត្រូវធ្វើឲ្យជាប់មិនមែនធ្វើមួយថ្ងៃពីរថ្ងៃឬធ្វើតែមួយសិលទេណាគឺធ្វើឲ្យវាជាអត្តចរិតរបស់យើងណាឲ្យថាយើងជាមនុស្សមានមេត្តាចិត្តមួយមនុស្សក្រុមជុំវិញហ្មងណាភិកច្រើនមនុស្សដែលមានទេវតាថែរក្សាពេលខ្លះអាចតែមិនមែនជាមនុស្សដែលជាអ្នកមានទេជាមនុស្សសាមញ្ញធម្មតាណាតែនៅពេលដែលគេមានទុកមានទោសគេអត់គឺលក្ខណៈថាមនុស្សដែលមានទេវតាថែរក្សាគឺអត់ពិការអត់មានរឿងធ្វើឲ្យពិការដៃពិការជើងពិការអីក៏ដោយនៅពេលដែលពិបាកខ្លាំងជីវិតក៏មិនពិបាកខ្លាំងនឹងមានមនុស្សមកជួយអញ្ចឹងគឺស្មារតីគឺអត់ជួបនឹងភាពអាលំអាលាយទោះបីជាក្រតែក៏ចិត្តស្ងប់អត់សូវសម្បត្តិអត់សូវខ្វល់ខ្វាយដូចមនុស្សដែលមានបុណ្យភាគច្រើនមនុស្សដែលមានបុណ្យគឺគេមានបុណ្យគេជាអ្នកមានតែអ្នកមានមួយចំនួនគេនឹងគេហៅថានឹងរស់នៅដោយការភ័យខ្លាចក្រភ័យខ្លាចពិការភ័យខ្លាចបាត់បង់ទ្រព្យអីចឹងទៅខុសពីមនុស្សដែលមានទេវតាថែរក្សាមនុស្សដែលមានទេវតាថែរក្សាគឺគេអត់ផិតអត់ភ័យទេគឺក្រក៏គេអត់ខ្វល់គេប្រើជីវិតបាត់ជាមួយនឹងក្តីសុខរបស់គេសេចក្តីសុខតូចរបស់គេនឹងការមានមេត្តាទៅមួយមនុស្សជុំវិញខ្លួនរបស់គេគឺទេវតាមកថែរក្សាមិនចាំបាច់ទៅតើគេអ្នកមានដឹងអត់ទេយើងធ្វើបុណ្យគឺយើងបានតែផលបុណ្យទេភាគច្រើនយើងធ្វើបុណ្យគឺយើងចង់បានបុណ្យភាគច្រើនយើងជួយគេគឺយើងចង់ឲ្យគេសរសើរចង់ឲ្យគេគាត់ថាលោយចង់ព្រោះយើងខ្លាចចុះនរកខ្លាចកម្មពីខ្លាចបាបយើងអត់បានមានចិត្តមេត្តាទៅជាមួយអ្នកដទៃដោយនេះទេយើងធ្វើព្រោះយើងខ្លាចបាបយើងចង់ធ្វើបុណ្យឲ្យបានបុណ្យការពិតដូចខ្ញុំនិយាយអញ្ចឹងមានមេត្តាចិត្តជាមួយមនុស្សជុំវិញខ្លួនជួយអ្នកដែលដួលជួយអ្នកដែលអត់ដោយមិនចាំបាច់សួរមិនចាំបាច់មានចម្លើយថាត្រូវតបានអីធ្វើអ្វីដែលត្រឹមត្រូវធ្វើអ្វីដែលជាអំពើល្អងាយព្រោះវាជាអំពើល្អទើបខ្ញុំធ្វើខ្ញុំមិនបានគិតថាត្រូវបានបុណ្យត្រូវមិនបានបុណ្យប្រាប់ចិត្តខ្លួនឯងជាចិត្តដែលបរិសុទ្ធដែលជួយគេដោយមិនរំពឹងអីទាំងអស់ធ្វើអញ្ចឹងរាល់ថ្ងៃរាល់ខែហើយទេវតានឹងមកថែរក្សាហើយសើយនឹងទេវតាអាចបណ្ដាលឲ្យយើងទៅជាមនុស្សជោគជ័យគេហៅទេវតាជួយអានឹងក៏មានសិទ្ធដែរអញ្ចឹងសំខាន់លើចិត្តហ្មងសួរខ្លួនឯងយើងធ្លាប់ជួយអ្នកណាដោយមិនបាច់លក្ខណៈថាមិនបាច់ខ្វល់ថាត្រូវបានមកវិញតែជួយហើយអត់មានរើសមុខទេបើយើងមានចិត្តមេត្តាពិតមេត្តាដែលមិនបាច់រើសមុខថាអានេះញាតិអានេះបងប្អូនបានមានមេត្តាត្រូវមេត្តាគ្រប់គ្នាដែលថាយើងឃើញថាលំបាកយ៉ាងពិតប្រាកដមិនចាំបាច់ថាអ្នកនេះញាតិអ្នកនេះមិត្តភក្តិបានជួយបានមានមេត្តានៅពាក្យថាមេត្តាហ្នឹងគឺចេញពីចិត្តដ៏បរិសុទ្ធជួយដែលមិនបានគិតពីផលតបស្នងធ្វើអញ្ចឹងរាល់ថ្ងៃព្រោះភាកច្រើនដូចខ្ញុំនិយាយអញ្ចឹងមនុស្សភាកច្រើនតែជួយគឺតែងតែមានចម្រើចិត្តពិតទី1គឺចង់គេសរសើរទី2ចង់បានបុណ្យទី3ខ្លាចខិតអរុទី4គឺត្រូវម្នាក់នោះត្រូវដឹងគុណអញអីចឹងហើយគឺធ្វើដោយគេហៅថាធ្វើបុណ្យឬធ្វើអំពើល្អដោយមានចិត្តចម្រើចិត្តក្នុងចិត្តជ្រៅហើយគឺក្នុងចិត្តហ្នឹងគឺគិតថាត្រូវតែបានអ្វីមួយយ៉ាងអញ្ចឹងនៃដែលថាទេវតាមកនោះគឺមនុស្សម្នាក់ហ្នឹងគឺមានមេត្តាចិត្តយ៉ាងពិតប្រាកដធ្វើបុណ្យទោះបីជាក្រោយខ្នងគេអ្នកណាមិនឃើញក៏ធ្វើមិនចាំបាច់ត្រូវការពាក្យសរសើរគឺធ្វើព្រោះចិត្តចង់ធ្វើមិនសំខាន់ថាថ្ងៃនេះធ្វើឲ្យបានបនធ្វើឲ្យគឺត្រូវឡើងឋានសួគ៌ត្រូវធ្វើឲ្យត្រូវអ្នកមានទោះបីជាធ្វើឲ្យចង់ឲ្យទេវតាមកថែរក្សាក៏ជាវិការចង់ដែរតែចង់បែបមួយយ៉ាងទៀតបើយើងមានចិត្តបរិសុទ្ធហើយទេវតាមកឯងមិនបាច់ទៅអង្វរទេណាអញ្ចឹងអ្វីដែលខ្ញុំនិយាយនេះគឺទី1មានមេត្តាចិត្តហើយធ្វើបនជាមួយមនុស្សហើយមិនចាំបាច់រលឹកបននឹងហើយធ្វើឲ្យមិនបាច់ចង់បានបនទេគាត់ថាវាជាការជួយគិតថាវាជាការគេហៅថាអីមានមេត្តាចិត្តជាការធ្វើអំពើល្អជាការធ្វើអំពើដែលត្រូវ
តែប៉ុណ្្នឹងប្រាប់ចិត្តខ្លួនឯងហើយហ៊ានលះបង់ទោះបីខ្លួនឯងពិបាកបើឃើញឧទាហរណ៍ម្នាក់នឹងពិបាកខ្លាំងណាស់ត្រូវពិបាកខ្លាំងហើយគេចាំបាច់ឧទាហរណ៍ចាំបាច់អ្វីមួយដែលយើងមានបើយើងតែគេត្រូវការឧទាហរណ៍យើងក៏យើងអាចជួយគេបានតែយើងអត់ជួយអាហ្នឹងក៏មិនតាន់ជាមានមេត្តាដែរពាក្យថាមានមេត្តានេះគឺជ្រៅណាស់ហើយវាជាគុណសម្បត្តិពិសេសដែលមនុស្សភាគច្រើនមិនងាយមានគឺមេត្តាធម៌ហ្នឹងហ្មងមនុស្សកាន់សិលបើកាន់សិលអត់មានមេត្តាក៏ទេវតាអត់ក្បែរដែរមនុស្សអ្នកខ្លះធ្វើបុណ្យសាហាវធ្វើបុណ្យមែនតែចិត្តចង់ឲ្យគេសរសើរចិត្តចង់មានចិត្តខ្លាចនរកចិត្តចង់ឲ្យខ្លួនឯងនឹងជាមនុស្សដែលសង្គមធ្វើមើលមកមិនល្អអាហ្នឹងក៏អត់ទេវតាអត់នេះដែរតោះតែចិត្តដែលថាចង់ជួយគេដោយមិនគិតពីផលតបស្នងគឺមានមេត្តាចិត្តមេត្តាយ៉ាងពិតប្រាកដពាក្យហ្នឹងយល់អត្ថន័យខ្ញុំនិយាយណាអាហ្នឹងទៅទេវតាមកថែរក្សាយើងមិនលឹមណាទោះបីជាអត់មានអីក៏ដោយទោះបីជាម៉ូតូបុកក៏មិនដល់ពីការមិនអីទាំងអស់ទោះបីជាធ្លាក់ខ្លួនក្រតែក៏មិនពិបាកនៅពេលដែលមានរឿងអីធ្ងន់ធ្ងរមួយមុនមានហេតុការណ៍អ្វីដែលពិបាកនៅក្នុងជីវិតគឺតែងតែមានមនុស្សឬមានអ្វីមកឈោងជួយយើងដូចមានគេស្មាតោមានគេជប់ឲ្យយើងហ្មងអាហ្នឹងគេថាមនុស្សដែលមានទេវតាថែរក្សាហើយមែនឡើអូខេណាមែនឡើ